ស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់វីដេអូថ្មីវីដេអូនេះផងដែរខ្ញុំនឹងមកធ្វើការយកយន្ត Sonata Hyundai Sonata ផលិតឆ្នាំ2013របស់ខ្ញុំនេះមកធ្វើការឆែកនៅក្រុមហ៊ុនមិនឆែកក្រុមហ៊ុននេះឆែកនៅកន្លែងការ៉ាដែលមានបច្ចេកទេសធំអញ្ចឹងណាបាទហើយខ្ញុំនឹងឲ្យគេឆែកតែខ្ញុំអត់ជួសជុលទេខ្ញុំឲ្យគេឆែកចង់ដឹងថាតើប្រព័ន្ធគ្រឿងក្រោមរថយន្តខ្ញុំហ្នឹងវាមានខូចអីខ្លះកន្លែងណាដែលយើងត្រូវការផ្លាស់ប្ដូរខ្លះកន្លែងណាដែលខូចខ្លះដោយសារតែការឆែកពេលខ្លះយើងអត់ប្រយ័ត្នទេពិបាកក្នុងការឆែកមែនតើតើគេមានម៉ាស៊ីនក្នុងការឆែកអញ្ចឹងណាឲ្យគេគិតសេវាកម្មទៅពេលប៉ុនជាមួយនឹងការឆែកគ្រឿងក្រោមតើមានបញ្ហាខូចអីខ្លះគេឆែកទៅហើយយើងធ្វើការអីយើងត្រូវផ្លាស់ប្ដូរយើងផ្លាស់ប្ដូរតាមក្រោយបាទអូខេឥឡូវយើងបានមកដល់ហើយបងប្អូនទាំងអស់គ្នាឥឡូវយើងចាំជាបច្ចេកទេសធ្វើការចុះទៅបើកឆែករបស់យើងទាំងអស់គ្នាហើយខ្ញុំមិនចង់ដឹងថាតើវាខូចខ្លះដោយការគិតរបស់ខ្ញុំអត់បើសិនជាខ្ញុំស្មានបានតែមិនស្មានហើយយើងបានឆែកជាក់ស្ដែងឥឡូវយើងបានឡើងពងឡើងអីឆែកវាជាក់ស្ដែងអូខេជាមួយវីដេអូបន្តទាំងអស់គ្នានឹងលើក្រោយហ្នឹងហើយនោះអានេះមកតាមការសន្និដ្ឋានរបស់បងអាចបូមបានទៀតហើយឥឡូវខ្ញុំឆែកមើលសិនហ្មងបាទលើខាងក្រោយស្ដាំហ្នឹងហើយនិយាយលើស្ដាំខាងក្រោយអូខេឥឡូវនេះយើងអាចនឹងធ្វើការឡើងប៉ុងដើម្បីធ្វើការឆែកជាក់ស្ដែងជាមួយនឹងប៉ុងជាមួយនឹងការមើលផ្ទាល់ភ្នែកមិញហ្នឹងជាប៉ុនជាមួយនឹងខាមុនហ្នឹងយើងធ្វើការជាប៉ុនជាមួយនឹងការស្ដាប់សំឡេងនៃការបើកកតឥឡូវយើងធ្វើការឆែកជាក់ស្ដែងដល់ឡានយើងឡើងប៉ុងហើយតែពីនេះថតដល់បងប្អូនមើលបានអូខេសប្បាយប៉ុងឡើងអូខេឥឡូវសម្រាប់តាយើងចង់ឡើងប៉ុងបងប្អូនអរគ្នាហើយចាំមើលការឆែកជាក់ស្ដែងផ្ទាល់ក្នុងផ្នែកគឺចង់ដឹងថាគ្រឿងក្រោមមានបញ្ហាខ្លះមុនហ្នឹងយើងរត់តែសលេងទៅវាលឺតែផ្នែកខាងស្ដាំឯងផ្នែកក្រៅផ្នែកខាងស្ដាំអញ្ចឹងខ្ញុំក៏មានអារម្មណ៍ដែរអារម្មណ៍ខ្ញុំមានអារម្មណ៍ថាវាបញ្ហាបើមិនបូមក៏កស៊ូស្លាប់ទៅជួយដែរប៉ុន្តែខ្ញុំមិនទាន់ដឹងថាមិន 100% ទេឥឡូវដើម្បី make sure everything is ដូចខ្ញុំគិតអូខេឲ្យប្រកបឆែកជាក់ស្ដែងឡើងប៉ុងហើយខ្ញុំនិយាយអញ្ចឹងខ្ញុំនឹងកាប់វាឆៅដោយខ្លួនឯងនឹងធ្វើវាឆៅដោយខ្លួនឯងឲ្យដឹងរហូតបញ្ហាសិនកំងគ្រឿងដល់ទៅការរងបេតេអូខេជាស្ដែងឥឡូវឡានរបស់យើងបានឡើងដល់លើប៉ុងហើយយើងមើលឆែកមើលទាំងអស់គ្នាឥឡូវយើងឈៀបឆែកនេះឥឡូវខ្ញុំឲ្យបងប្អូនទាំងអស់គ្នាមើលតែគ្រឿងក្រោមខ្ញុំមានកន្លែងណាច្រេះអត់អូខេឥឡូវដូចជាបានឃើញអញ្ចឹងប្លុកស៊ីម៉ាំងស្អាតអត់អីទេកន្លែងនេះមានពាក់ព័ន្ធមួយខ្ញាបន្តិចអានេះមិនមែនច្រេះទេបងប្អូនអានេះខ្ញាណាតិចច្រឡំណាបាទហើយប្រភេទពួកដីក្រហមបេតងទៅណាហ្នឹងហើយអូ shit អូ shit ខ្ញុំសង្ស័យនេះអានេះគឺការសង្ស័យរបស់ខ្ញុំឲ្យបងប្អូនគាត់ឆែកមើលទៅកស៊ូបងនេះដូចទៅអស់ហើយវាបាតស្អាតអែមធុងសាំងត្រីសវត្តធុងសាំងអែមgood man ស្មាំងឲ្យស្អាតប្លុកបូមប្លុកអីនៅខ្មៅក្រេបស្អាតដែរអូខេយើងអាចទទួលយកបានស្អាតឆ្នាំប៉ុណ្ណេះហើយ no shit សង្ស័យកស៊ូហើយបងគាត់កោះមើលជាក់ស្ដែងនេះផ្នែកខាងមុខគ្រឿងក្រោមផ្នែកខាងមុខប្រអប់លេខអានេះពាក់ព័ន្ធជាមួយនឹងការលេចជ្រាបទឹកស្អំនេះគឺយើងបានជួសជុលវារួចហើយតែយើងបានជូតវាអូខេយើងនៅនឹងអត់អីទេហើយប្រេងម៉ាស៊ីនរបស់យើងដោយបងប្អូនបានដឹងអញ្ចឹងណានេះកាតែវាបាត់អត់ចិត្តទេខ្ញុំអាចនឹងកំងកាតែមកដោព្រោះមកការរីបៀលនេះតែការលេចជ្រាបវាតិចតួចបំផុតទេយើងបានដោះបិទកៅវិញហើយអញ្ចឹងយើងចាំមើលពេលក្រោយទៀតតើត្រូវដូរកាតែហ្នឹងឬក៏ញុកកៅបន្ថែមអូខេចឹងឥឡូវយើងទុកពេលឲ្យបងគាត់ធ្វើការឆែកទៅគាត់ធំឡាននេះបាក់ក្រោមដូចជានៅអែមតែប៉ុនជួយប្រជែកឲ្យខ្ញុំ build Range Rover លើកមុនហ្នឹងបងប្អូនថាបានឃើញហើយគ្រឿងបង្គុំ Range Rover វាប្រើភាគច្រើនអាគ្រឿងក្រោមនេះអាសាច់អាលុយញោមនេះអសនេះអាចអាសនតានេះប្រើដូចគ្នាមានអារម្មណ៍ថាអីប្រយ៉ាងហើយនៅដល់ឡាននេះវាប្រើស្លាបបញ្ជាវមុខក្រោយទាំង4តែការបាក់បោកវា smooth ជាងឡានដែលអត់ប្រើស្លាបបញ្ជាវមុខក្រោយដែលធ្លាប់ប្រើឡានស្លាបបញ្ជាវមុខក្រោយដូចជាពួកសដេះពួកអីដឹងហើយ
เราตบการใช้เครื่องกรองไว้ยังเคยปัญหาแฟนขังกรองคือแฟนขังกรองดีจีเอาเงินไอ้เจ้าเท่วีออกกระสูยังเป็นดาวรูปแบบของคนออกนี่กระสูในห้องนั้นยังตระกมองยังมาโดดเดียวยังต้องจะบาหาไอ้บองกับบ้านเดียวนะเอาจะบาหายายโดบานต่อให้อักลับเราโดมาต่อใบตัวบอมเดียวของตัวคนในโป๊ะbây giờ toàn chúc bà về mạch đá để xây nó to mặt bò viên là mưa hàng cáo bây giờ mưa tới đi chợ những hạt bay lên chìa khang là tới bố mình giống mình sợ tịch đá đây là thằng cái bom này mình sấn thì thôi video đặt lại cái video nó dân review từ lớp này cường trọng thì giống thì ta đang video đọc như vậy cái này đi là mồi dân này chẳng đi là bó lỗ cho bay hát ta quay đứng stir đây ok ở đây không ok បន្ទាប់ពីការឆែកមកគឺឥឡូវយើងឃើញកំហុសមួយទៀតដែរគឺពាក់ព័ន្ធជាមួយនឹងប្រេងប្រអប់លេខរថយន្តរបស់ខ្ញុំនេះគឺខ្មៅមែនតែនអញ្ចឹងយើងត្រូវតែផ្លាស់ប្ដូរវាបងប្អូនស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ថ្ងៃថ្មីថ្ងៃនេះផងដែរគឺជាថ្ងៃទី2ហើយដែលខ្ញុំយករថយន្តរបស់ខ្ញុំទៅធ្វើការផ្លាស់ប្ដូរគ្រឿងបង្គុំនិងទៅទទួលគ្រឿងបង្គុំដែលផ្ញើចេញមកពីក្រៅប្រទេសហើយសុទ្ធថាហេតុអីរយៈពេលត្រឹមតែ2ថ្ងៃតែប៉ុណ្ណោះបងប្អូនទាំងអស់គ្នាគ្រឿងបង្គុំដែលខ្ញុំបានកំងពីបរទេសបានមកដល់គឺមានហេតុផលត្រង់ថាវីដេអូមួយនេះខណៈពេលបងប្អូនកំពុងមើលគឺខ្ញុំបានកាត់ហើយវាមានរយៈពេលច្រើនថ្ងៃដែរហើយដែលខ្ញុំធ្វើការកំងគ្រឿងមកពីបរទេសអញ្ចឹងណាហើយនេះគឺជាលិខិតពាក់ព័ន្ធជាមួយគេថាបញ្ជីរាយមុខគ្រឿងបង្គុំគ្រឿងបន្លាស់ដែលត្រូវផ្លាស់ប្ដូរអញ្ចឹងមិនថាផែនការរបស់ខ្ញុំគឺខ្ញុំអត់ឆែកឡានដោយខ្លួនឯងទេខ្ញុំរកជាងនឹងបច្ចេកទេសគាត់ធ្វើការឆែកឡានរបស់ខ្ញុំចង់ដឹងថាតើវាខូចអីខ្លះបន្តមកទៀតខ្ញុំអត់ចូលកន្លែងពួកគាត់ទេខ្ញុំឲ្យតែសេវាកម្មឆែកពួកគាត់ទៅហើយគាត់រាយទៅណីមកបន្តមកទៀតខ្ញុំយកគ្រឿងបង្គុំដែលខូចទាំងអស់ហ្នឹងយកទៅទិញចេញពីបរទេសមកហើយនឹងដំឡើងវាដោយខ្លួនឯងហើយបើគ្រឿងណាពិបាកគឺខ្ញុំនឹងពឹងជាងបច្ចេកទេសឲ្យជួយខ្ញុំវាមានកម្លាំងនិយាយថាវាមានការចំណាយតិចតួចយើងចំណេញច្រើនមែនទេពាក់ព័ន្ធជាមួយនឹងការយើងទៅធ្វើនៅក្រុមហ៊ុនទាំងដុលឬក៏យើងទៅធ្វើនៅកន្លែងធំទាំងដុលហ្មងអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងហើយពាក់ព័ន្ធមួយគ្រឿងបង្គុំផងដែរពាក់ព័ន្ធជាមួយនឹងការកំងគឺយើងអត់ចេះតែកំងទេការកំងគ្រឿងបង្គុំចេញពីបរទេសគឺវាមានច្រើនតនការមែនតែហើយមួយទៀតការកំងគ្រឿងបង្គុំនៅបរទេសយើងអាចយកភាសាបច្ចេកទេសដូចជារទីលម៉ាច់កោតរទីលឃ្លោងឬក៏ស្លាប់កស៊ូស្លាប់បញ្ជាកស៊ូអីទៅបរទេសគេអត់ដឹងទេគេមានភាសាបច្ចេកទេសអស់ហ្នឹងទេគឺគេពឹងផ្អែកទៅលើពាក្យបច្ចេកទេសនៃគ្រឿងបង្គុំនីមួយឬក៏លេខកូដដែលគេបានបែងចែកមកតែសម្រាប់ខ្ញុំពេលដែលទៅកំងគឺខ្ញុំជ្រើសរើសយកជំរើសលេខកូដមានថាគឺខ្ញុំទៅ search នៅក្នុង website របស់ក្រុមហ៊ុន LAN Hyundai ផ្ទាល់តែម្ដងហើយខ្ញុំញែកទាំងអស់គ្រឿងបង្គុំវាមានប្រមាណលានប្រភេទគឺខ្ញុំធ្វើការឲ្យស្គាល់លេខកូដវាទាំងអស់បន្ទាប់មកខ្ញុំយកលេខកូដទាំងនោះទៅធ្វើការកំងពីបរទេសអាហ្នឹងដែរច្បាស់ហ្មងអញ្ចឹងតោះយើងទៅធ្វើការទៅទទួលគ្រឿងដើម្បីផ្លាស់ប្ដូរទាំងអស់គ្នាអូខេបាយបាយអូខេបងប្អូនទាំងអស់គ្នាឥឡូវនេះយើងបានមកយកគ្រឿងបង្គុំយើងហើយមកច្បាស់នេះបាទអូខេហើយនេះឥឡូវយើងកំពុងតែធ្វើការមកយកហើយបន្ទាប់ពីយើងចេញពីហ្នឹងយើងទៅធ្វើការជាត់ដាក់ហើយនេះបងគាត់មកគប់គង់បានឲ្យតំណែងឲ្យតែគាត់ជំនឿជាតិទេអូខេយើងជួបគ្នាវីដេអូហើយបាទបងប្អូនទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានយករថយន្តនិងគ្រឿងបង្គុំដែលខ្ញុំបានទិញគ្រឿងបន្លាស់ដែលខ្ញុំបានទិញហ្នឹងយកមកជួបបងប្រុសឲ្យដៃគូឲ្យបាទគឺគាត់អូខេពឹងឲ្យគាត់ជួយផ្លាស់ប្ដូរដោយសារតែពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្ដូរនេះគឺត្រូវការឧបករណ៍ច្រើនដែរអញ្ចឹងណាប៉ុន្តែលើកលែងតែបូមឥឡូវឡានបងក៏បានគាត់គាស់មើលបញ្ជាក់អំសាទទៅតើគ្រឿងបន្លាស់ដែលខ្ញុំកំងមើលហ្នឹងវាខូចមែនអត់ជាក់ស្ដែងគឺវាខូចមែនហើយអូខេបងក៏បានប្រាប់ថាអូខេតោះឥឡូវយើងចាប់ផ្ដើមដោះវាដើម្បីជន់កស៊ូថ្មីកស៊ូដែលខ្ញុំទិញមកហ្នឹងបាទនេះហើយខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នានេះគឺជាកស៊ូបាទដែលខ្ញុំទិញមកពាក់ព័ន្ធមកកស៊ូជើងក្រោមបាយមើលគ្រឿងវានេះបាយមើលធ្វើនៅណាបាទអូល្បែងរបត់អស់នេះតែបាយមើលគ្រឿងធ្វើនៅណានេះអាឡម៉ង់ Germany បាទអានេះ sensor បូមបាទល្បែងវាចាំល្បែងហ្នឹងល្បែងបូមហើយទៅពេលអាហ្នឹងមានបញ្ហាមិនបូមយើងដាក់ស្រួលបាទដាក់មិនស្រួលគាត់ហ្នឹងវាត្រូវការវាធ្វើការមកអាបើធ្វើការមួយពណ៌ទុំហ្នឹងបាទពណ៌ទុំហ្នឹងអាហ្នឹងវាធ្វើការឥឡូវវាកំដប់វាពោះប៉ុន្មានគឺវាហ្នឹងហើយដល់ពេលអាហ្នឹងសំខាន់ឡានការ៉េទៅធ្វើដល់អាឡម៉ង់នេះ Make in Germany នេះហៅនេះ Make in Germany នេះ
miền bông đang cho thế này năng ấy bông đang cho ប៉ុន្តែបើពួកប្រើ បាទដូចខ្ញុំបាននិយាយមុននឹងអញ្ចឹងបងប្អូនទាំងគ្នាអាគ្រឿងបង្គំមួយដែលយើងឃើញនៅលើរថយន្តហ្នឹងគឺវាផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ Make in Germany ហើយឥឡូវយើង surprise មួយទៀតបងប្អូនទាំងគ្នាឥឡូវរថយន្តរបស់ខ្ញុំគឺមានការកៀងថ្កៀមប្រាងអីបាទវាកៀងអញ្ចឹងយើងត្រូវតែយកទៅកលឹងវាយបាក់ឡើងវិញដើម្បីឲ្យវា smooth កៀងមានថាម៉េចបងប្អូនទាំងគ្នាវាដើរមកជំហានអត់បាច់ជំហានមានន័យថាពេលយើងចាប់ទៅវាឡងមកវិញវាអត់ load smooth មកវាតឹងណាស្អិតបងប្អូនទាំងគ្នាហើយមួយទៀតពាក់ព័ន្ធជាមួយនឹងតាមបួបាទយើងក៏ត្រូវតែដោះវាយកទៅបោសដែរដោយសារតែតាមបួនេះគឺតាំងពីម្ចាស់ដើមឈីមកគឺអត់ដែលបោសនោះទេអញ្ចឹងវាមានទឹកកលឹកយើងចាប់ប្រាំងទៅគឺធ្វើឲ្យវាអត់ smooth បងប្អូនទាំងគ្នាហើយក៏ដូចជាស៊ីស្បែកប្រាំងអូខេហើយស្បែកប្រាំងក៏យើងបានដោះខាត់ឥឡូវយើងចូលមកដល់វគ្គតេស្តបូមតែម្ដងបូមរបស់ខ្ញុំគឺ set មែនតែនវាអត់ខូចទេប៉ុន្តែវាខ្សោយបងប្អូនទាំងគ្នាអញ្ចឹងចង់មិនចង់គឺខ្ញុំត្រូវតែផ្លាស់ប្ដូរវានៅពេលក្រោយប៉ុន្តែឥឡូវយើងផ្លាស់ប្ដូរកស៊ូស្លាប់បជាវសិនអញ្ចឹងបងប្អូនទាំងគ្នាបាទឥឡូវនេះបញ្ហាដែលយើងរកឃើញមួយទៀតគឺប្រឡងរបស់យើងគឺវាទ្រក់អញ្ចឹងអានេះទៅហៅតកេបាទអញ្ចឹងខ្ញុំអត់ត្រូវខុសធ្វើបណ្ណាទៅសារប្រឡងដល់អត់កើតទេអញ្ចឹងយើងមានតែចាំកំងចុងដុំមកបាទ Hello បងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វគ្គបន្តទៀតដោយសារតែម្សិលមិញខ្ញុំទ្រាំតែធ្វើការជួសជុលឡានហើយវារៀងយប់អញ្ចឹងខ្ញុំបានថតវីដេអូបងប្អូនទាំងអស់គ្នាមើលទេឥឡូវនេះគឺតមកដល់ថ្ងៃហើយស្អែកថ្ងៃទី3ថ្ងៃនេះបាទពាក់ព័ន្ធជាមួយនឹងការជួសជុលឡានបាទយើងបានជួសជុលរួចហើយប៉ុន្តែរឿងដែលសោកស្ដាយនេះបងប្អូនទាំងអស់គ្នាវាមានមួយករណីឡានរបស់យើងគឺវាអត់ខូចបូមទេបងប្អូនតែវាខ្សោយបូមណាវាមានបញ្ហាទៅលើការខ្សោយបូមអញ្ចឹងហើយនឹងរលាកគេហៅថារលាកប្រូបូមណានៅវិស័យបច្ចេកទេសខ្មែរយើងវានិយាយស្រួលស្ដាប់គឺវាខ្សោយវាខូចតែវាអត់តន់ខូចដល់ថ្នាក់ការប្រើលេងការតែម្ដងតែគ្រាន់វាមានការលឺសលេងនិងការខ្សោយទប់រំនឹងអត់សូវល្អអញ្ចឹងណាពាក់ព័ន្ធជាមួយនឹងកស៊ូគ្រឿងបន្លាស់ដែលយើងបានកំងមកគឺយើងបានធ្វើការផ្លាស់ប្ដូរអូខេប៉ុន្តែអ្វីដែលយើងសេតនោះគឺបូមមកគូក្រោយបងប្អូនអរគ្នាគឺវាមានបញ្ហាលន់លឺហើយដែលសំខាន់នោះគឺយើងត្រូវតែផ្លាស់ប្ដូរវាទៀតឥឡូវនេះខ្ញុំកំពុងតែយកលេខកូដបូមហ្នឹងទៅធ្វើការកំងពីបរទេសមកទៀតអីរយៈពេលកំងមកហ្នឹងគឺចំណាយពេលច្រើនថ្ងៃបងប្អូនអរគ្នាខ្ញុំបានសាកបាក់បោះសាកល្បងខ្ញុំជួសជុលវានៅព្រៃសនៅព្រៃសហើយឥឡូវខ្ញុំបានជិះវាមកកំពង់ឆ្នាំងអញ្ចឹងខ្ញុំសង្កេតឃើញតែបន្ទាប់ពីការផ្លាស់ប្ដូរកស៊ូមកចំនួនផ្នែកជើងខាងក្រោមផ្នែកខាងក្រោយមកគឺវា smooth វារឹងវាអត់ជ្រាយក្បីក្បត់អីមុនទេវារឹងល្អ smooth អត់បាទហើយនៅមានបញ្ហាទៀតឡាននេះពាក់ព័ន្ធជាមួយនឹងបន្ទាប់ពីយើងធ្វើការរៀបចំគ្រឿងក្រោមហើយខ្ញុំនឹងសង្កេតដូចឆែកមកតួពាក់ព័ន្ធជាមួយនឹងការលឺសំឡេងនៅផ្នែកខាងមុខវាមានការលឺសំឡេងរំខានពីផ្នែកបណ្ណាខាងមុខពាក់ព័ន្ធជាមួយធុងទឹកពេលលាក់ទៅងៀតងត់អញ្ចឹងវាអាចនឹងយាកស៊ូណាបាក់បែកនេះយើងឆែកមើលតាមក្រោយទៀតហើយនឹងប្រព័ន្ធម៉ាស៊ីនវាមានលឺសំឡេងដូចជាដេញចេញពី Derailleur អញ្ចឹងណាយើងអាចបើថាផ្លាស់ប្ដូរ Derailleur បានយើងធ្វើការផ្លាស់ប្ដូរ Derailleur ចុះអូខេអញ្ចឹងវីដេអូពាក់ព័ន្ធជាមួយនឹងការជួសជុលអានេះយើងចាប់ទុកថាវាជា episode ទី1ចុះពាក់ព័ន្ធជាមួយនឹងការ review ឡាននេះតែប៉ុន្តែឡាននេះខ្ញុំបាន review ច្រើនកន្លែងមែនតើអញ្ចឹងណាហើយអត់អីទេយើងខ្ញុំនឹងធ្វើវីដេអូបន្តទៀតដល់បងប្អូនទាំងអស់គ្នាតាមដានមើលចឹងទៅតាការជួសជុលសូនាតាហ្នឹងវាមានការសោកស្ដាយបែបណាអញ្ចឹងណាអូខេអញ្ចឹងជួបគ្នាវីដេអូក្រោយទៀតបាទ